ណយធម្មណាស់បងប្អូនអើយទីរូបម្នាក់មិនដឹងថាម្ដាយត្រូវយកកវត្តចោលនៅគល់ឈើនោះទេឬក៏យ៉ាងណាប្រិមិត្តបងប្អូនបាទយើងឥឡូវនេះទៅព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនេះគាត់បានរាយការណ៍ទៅសមត្ថកិច្ចបាទគាត់បានប្រទះឃើញសពក្មេងទារកម្នាក់ដែលស្លាប់នៅក្រោមដើមឈើហើយមិនដឹងថាម្ដាយឬក៏អ្នកណាអ្នកណីទេបងប្អូនបាទហើយគាត់យកមកបោះបង់នៅដើមឈើនេះហើយគាត់បានរាយការណ៍ទៅសមត្ថកិច្ចពេលនេះក៏សមត្ថកិច្ចគាត់មកដល់ដែរហើយហេតុការណ៍នេះដែរក៏កើតឡើងនៅវេលាម៉ោងជាង10ព្រឹកខែបាទថ្ងៃទី7ខែមេសាឆ្នាំ2025បងប្អូនបាទអាណត្តិធំណាស់បាទកូនគេកូនយើងហើយនេះបើយោងតាមប្រភពដែលយើងបានសាកសួរគាត់បងប្អូនបាទគាត់ដើរគាត់ឆ្លងកាត់នៅកន្លែងនេះបាទហើយក៏ឃើញក៏បានរាយការណ៍ទៅជូនសមត្ថកិច្ចហើយក្នុងដីឡូមួយកន្លែងដែលគេទុកចោលនេះហើយទីតាំងនេះគឺផ្លូវដែលចុះទៅបាទហួសពីតឡាការទៅយើងបត់ទៅទំនប់ប្លុកបងប្អូនបាទបត់ទំនប់ប្លុកនៅដីឡូមួយកន្លែងហ្នឹងមិនដឹងថាម្ដាយឬក៏គាត់បង្កើតកូនហើយគាត់សម្រាប់យករបស់ចោលនៅទីនេះឬក៏យ៉ាងណាទេបាទហើយក៏គាត់យកទៅទាំងរស់យកប្លង់ចោលហ្នឹងក៏យ៉ាងណាក៏យើងមិនដឹងដែរបាទនេះបើយោងតាមការសាកសួរបរិសម្នាក់ដែលគាត់ឃើញគាត់ថាគាត់ជាប់ឆ្លងកាត់នៅកន្លែងនេះបាទហើយនៅពេលនេះដែរក៏មានវត្តមានសមត្ថកិច្ចយើងក៏មកដល់ទីតាំងនឹងបានពិនិត្យធ្វើកោសលវិច័យបាទសម្រាប់ទៅលើទារកដែលរុំកសែងច្រកថង់កវត្តចោលមកប្លង់ចោលកំណាមឈើនឹងបងប្អូនបាទអាណត្តិធំណាស់កូនគេកូនយើងសัตว์ក៏ចេះស្រឡាញ់កូនបាទទំនំមនុស្សដែលបង្កើតហើយក៏យកបបងចោលអញ្ចឹងបងប្អូនបាទហើយបងប្អូនទាំងអស់គ្នានឹងស្ដាប់ការសភារបស់បងប្រុសម្នាក់ដែលធ្លាប់ឃើញបាទជាស្អីបងដំបងហើយបងមានដឹងហេតុការណ៍ដំបងបងមកនិយាយត្រង់ខ្ញុំមកនេះខ្ញុំមកចូលមកបាត់ជើងឡងចូលបាត់ជើងដល់មកកលេចទៅឃើញថងខ្មៅសង្ស័យដល់សង្ស័យខ្ញុំកលេចមើលទៅឃើញពេកខ្ញុំទៅរាយការណ៍ឲ្យ PM ទៅបាទពួកខ្ញុំក៏ទៅហ៊ានដែរខ្ញុំប្រាប់នឹងដល់ពេលខ្ញុំអត់ហ៊ានទៅប៉ះពាល់ទេខ្ញុំឲ្យខាង PM មកមើលដែរមកចូលរួមជាមួយគាត់នឹងមកដល់ពេលបងចូលមកថាមកបងថាបាត់ជើងតែដល់ពេលកលេចទៅឃើញថងខ្មៅហ្នឹងក៏មុនមកកលេចទៅឃើញថងខ្មៅខ្ញុំអត់ចាប់អារម្មណ៍បកមកវិញឃើញថងខ្មៅមកក៏ខ្ញុំឃើញទៅខ្ញុំកលេចទៅសង្ស័យថាស្អីយ៉ាងសខ្ញុំមកមើលកលេចទៅឃើញក្មេងហ្មងស្លាប់បាត់ហើយបាទស្លាប់បាត់ហើយបាទហើយបានខ្ញុំជិះទៅប្រាប់បងមេប៉ោះឲ្យមកមើលមកបាទអរគុណបងបាទដឹងតំណែងឃើញតុងផងម៉ោងប៉ុន្មានបងម៉ោងប្រហែលជាតុងម៉ោង9 10នាទីហ្នឹងចុះមកមិញហ្នឹងបាទអរគុណបងបាទពួកខ្ញុំចង់មកឃើញនៅហ្នឹងហ្មងចាក់ដៃនោះបាទប្រិយមិត្តទុននិកជនបាទឥឡូវនេះយើងមើលឃើញថាផ្លូវដែលចូលមកកន្លែងដែលគេបំផ្លុងបាទសពទារកម្នាក់ដែលរុំកសែងច្រកថង់បាទគឺស្ថិតនៅក្នុងដីឡូមួយកន្លែងនេះបាទដីឡូមួយកន្លែងនេះដែលមានព្រៃស្ដុកតែម្ដងបាទហើយបើហ្នឹងហើយនេះបើតាមបងប្រុសម្នាក់គាត់រាយរាប់ប្រាប់មិញបងប្អូនបាទគាត់បានចូលទៅបត់ជើងបាទដោយចៃដន្យបាទហើយផ្លូវទីតាំងនេះដែរគឺយើងក្នុងដីឡូដែលមានលបងបិទចិត្តបាទមានព្រៃស្ដុកយ៉ាងនេះបាទបងប្អូនបាទហើយនេះទីតាំងដែលផ្លូវទៅហ្នឹងគឺយើងមកពីតឡាការមកបាទយើងមកពីតឡាការមកបាទឆ្ពោះទៅទំនប់ប្លុកបាទហើយដល់អញ្ចឹងដីឡូមួយកន្លែងនេះគឺមានព្រៃបាទអាណត្តិធំណាស់បងប្អូនហើយក្មេងតូចទៅរូបម្នាក់បាទគួរឲ្យស្រឡាញ់បាទសាច់ឈាមឡងតលុកតលុនសស្គុះតែម្ដងកូននោះយើងមិនទាន់ដឹងទេថាទៅរូបម្នាក់នោះបាទជាស្រីឬក៏ប្រុសនៅឡើយទេបាទដោយរងចាំសមត្ថកិច្ចធ្វើកសលវិច័យបាទប្រិមិត្តទុនជនបាទយើងមើលឃើញនៅដីឡូព្រៃស្ងាត់ជ្រងំយ៉ាងនេះបាទម្ដាយដាច់ចិត្តឬក៏ពុកឬយ៉ាងណាក៏យើងមិនដឹងដែរបងប្អូនបាទយើងបានត្រឹមឃើញថាសពក្មេងទារកម្នាក់បាទដែលត្រូវគេយកបោះបង់ចោលបាទរុំកសែងដែលយើងតាមមើលភិនភាគជាក់ស្ដែងនោះគឺក្មេងរុំកសែងវានៅឃើញស្នាមសើមបាទសើមនៅឡើយទេយើងបើប្រសិននៃការសន្និដ្ឋានយើងមើលឃើញជាក់ស្ដែងនោះគឺថាក្មេងនោះតណាប្រហែលជាទើបតែនឹងផុតទៅទេបាទប្រិមិត្តនិកជនបាទអរគុណណាស់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានការផ្សាយបន្តបាទផ្សាយរបស់បាទព័ត៌មានរបស់យើងខ្ញុំបាទគណៈពេលនេះខ្ញុំបាទនឹងក្រុមការងារក៏សូមអរគុណប្រិមិត្តដែរដែលចំណាយពេលវេលាមានតម្លៃតាមដានបាទការផ្សាយរបស់យើងខ្ញុំបាទមានអីអ្វីបន្ថែមគឺយើងនឹងអាប់ដេតបន្តទៀតបាទសូមអរគុណសូមគោរពលា